ចូលលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសិនថាសូយ៉ាហើយថ្ងៃនេះគឺយើងមកធ្វើ lab ទី4របស់យើងគឺ command hardware monitor ចឹងជាដំបូងយើងត្រូវបើកកម្មវិធីរបស់យើងជាមុនសិនទៀតយើងបើក new terminal របស់យើងមកមិនដំបូងរបស់យើងគឺយើង command who am I ដើម្បីដឹងពី user របស់យើងចឹងកន្លែងនេះខ្ញុំ clear វាចេញសិនយើង command clear មកបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមcommand list CPU អញ្ចឹងដើម្បី check មើល processor របស់យើងមានពាក្យកាត់ CPU តោះទៀតយើង enter មកអញ្ចឹងយើងអាច check មើលនៅខាងលើនឹងបានបើសិនជាយើងអត់មាន interface ដូចមិញតោះមកទៀតខ្ញុំចាប់ផ្ដើមធ្វើការ command ដើម្បី check លើ RAM ចឹងយើង command មក free.x ហ្នឹងនៅលើនឹងវា show ហើយចឹង command បន្តទៀតយើង check ទៅលើពួក hard disk ចឹងយើង command តាមនោះមក command df.x ចឹងយើងអាចមើលបានវានៅតនេប្រមាណអីមែនចឹងមកប៉ុណ្ណឹងយើង clear វាចេញសិនមកកុំឲ្យញ៉ៃពេកតបមកទៀតកន្លែងហ្នឹងយើងចាប់ផ្ដើមធ្វើការ command x top ដើម្បី check មើលដូចអាហ្នឹងប្រភេទដូចយើង check មើល task manager អញ្ចឹងអាហ្នឹងយើង command ផ្ដាច់វាមកអញ្ចឹងបន្ទាប់ពីយើង clear ប៉ុណ្ណឹងយើងចាប់ផ្ដើមធ្វើការ command ls blk ដើម្បីធ្វើការblock របៀប check មើល list block device យើងធ្វើការ command psaux អញ្ចឹងដើម្បីធ្វើការ check នៅ file using អញ្ចឹងកន្លែងហ្នឹងយើងសាកទៅបើក Firefox របស់យើងសិនមកចឹងយើងបើកប៉ុណ្ណឹងសិនមកហើយយើងចូលមក command របស់យើងវិញចឹងយើង check មើលកន្លែងហ្នឹងID របស់វាប៉ុន្មានចឹងដើម្បី check មើលបានយើង command PIDOF ហើយយើងដាក់កម្មវិធីរបស់យើងមក Firefox ប៉ុណ្ណឹងយើង enter មកយើងឃើញលេខកូដនេះ3510មកហ្នឹងទៀតកន្លែងហ្នឹងយើង command kill លេខកូដមិញដែលយើង check ហ្នឹង3518ហ្នឹងយើង enter មកអញ្ចឹងដើម្បីធ្វើការបិទកម្មវិធី Firefox មិញអញ្ចឹងបានប៉ុណ្ណឹងយើង clear វាចាំមកចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំ